សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកដឹងភាពខុសគ្នារវាង too much ហើយនិង much too អញ្ចឹង too much ហ្នឹងគឺបូកជាមួយនឹងពីក្រោយវានេះគឺបូកជាមួយនឹងនាមឬក៏ class noun ហើយ much too ហ្នឹងគឺ class ជាមួយនឹងគុណនាម adjective បើគេប្រែជាភាសាខ្មែរថាច្រើនពេកឬក៏ពេកណាស់ខាងលើប្រើច្រើនពេកខាងក្រោមគឺច្រើនគឺប្រើពេកណាស់អញ្ចឹងយើងមកអនុវត្តលំហាត់ទាំងអស់គ្នាលំហាត់ទី1គឺ he spent bla 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 money អញ្ចឹងយើងមើលថា money កន្លែងនេះគឺជានាមអញ្ចឹងយើងដាក់ too much or much too ចម្លើយគឺ too much ចំណុចទី2 we have work today អញ្ចឹងយើងមើលកន្លែងនេះ we have work today គឺ verb នេះគឺជានាមនៅក្នុងទីនេះអញ្ចឹងយើងប្រើ too much ដូចខាងលើដែរមកដល់ចំណុចទី3លំហាត់ទី3 the soup is hot today អញ្ចឹងយើងដាក់ much too ដោយសារតែ hot នេះគឺជាគុណនាមគឺជា adjective អញ្ចឹងចម្លើយត្រឹមត្រូវគឺ much too the place is expensive ជាយើងមើល expensive គឺជាគុណនាមប្រែជាខ្មែរថាថ្លៃពេកឬក៏ថ្លៃអញ្ចឹងយើងដាក់ much too ចំណុចទី5 she was driving bla 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 fast អញ្ចឹងចុងក្រោយនេះទោះឲ្យគ្នាយើងជាអ្នកបំពេញចម្លើយទៅដល់ខ្លួនឯង